ตอนนี้សូមអញ្ជើញលោកអ្នកនាងស្ដាប់នៅកំណាព្យក្រោមចំណងជើងថាបណ្ឌិតខ្មៅធំនិងបណ្ឌិតសតូចកំណាព្យនេះគឺនិពន្ធដោយលោកម៉មយីនលោករស់នៅទីក្រុងហ្វីឡាដែលហ្វីសហរដ្ឋអាមេរិកអស់លោកធំមហាបណ្ឌិតសែនធំពេកពិតក្នុងរដ្ឋាលោកសែនពោពេញដោយប្រាជ្ញាខ្លាំងមហិមាគួរស្ញប់ស្ញែងបណ្ឌិតមហាខ្លាំងពេកកន្លងសុទ្ធតែប៉ុនប៉ងជួយជាតិឯងតែផ្ទុយទៅវិញឃើញជាក់ស្ដែងស្រែកអួតក្តែងក្តែងឲ្យខ្មែរខ្លាចបណ្ឌិតប្រែថាអ្នកចេះដឹងចេះថ្លែងចេះថ្លឹងចិត្តអង្អាចតែផ្ទុយទៅវិញដូចបិសាចដើរខំបន្លាចតែជាតិខ្មែរបណ្ឌិតដែលពិតចិត្តឧត្តមចេះជួយអប់រំឲ្យពូកែខំសាងអំពើល្អចិត្តស្នេហ៍ចេះការពារថែខ្មែរនិយមមិនដូចបណ្ឌិតសែនល្ងងខ្លៅគិតតែប្រដៅដោយបង្ខំឲ្យខ្មែរស្លូតត្រង់យល់ច្រឡំយកអ្វីឧត្តមថាគ្មានផលសូមពួកបណ្ឌិតដូចពលក្ដួចឈប់លែងគិតគួចនាំច្របល់ឲ្យជនជាតិខ្មែរសែនវិលវល់ព្រោះបណ្ឌិតផ្ដល់តែផ្លូវខុសបណ្ឌិតចេះពិតតែបង្ហាត់ឲ្យខ្មែរចាំស្ទាត់ដឹងកំហុសត្រូវតែតាំងចិត្តគិតបណ្ដោះវិជាឆ្លាតឆ្លោះឃើញរឿងពិតមិនដូចបណ្ឌិតចិត្តមិច្ឆាគិតតែប្រាថ្នាការទុច្ចរិតឃើញសថាខ្មៅដោយប្រឌិតយកការមិនពិតមកបញ្ឆោតបណ្ឌិតបែបនេះពិតនាំជាតិមាតុភូមិមិនឃ្លាតពីលួចឆ្នោតគិតតែចង់ឈ្នះដោយក្រៀតក្រោតអំណាចផ្ដើមផ្ដោតតែអាក្រក់អស់អោបណ្ឌិតចិត្តជាចោលចិត្តសែនស៊ីជោវងវែងឆ្លក់តែនឹងអំណាចបោកកុហកនាំខ្មែរធ្លាក់ភក់នរកជ្រៅល្មមហើយបណ្ឌិតសែនល្ងឹតល្ងន់ចិត្តសែនលោភលន់ហើយសែនខ្លៅត្រូវតែឈប់លែងប្រព្រឹត្តទៅត្រូវងាកបែរផ្លូវត្រឹមត្រូវវិញបណ្ឌិតល្អពិតតែងយល់ដឹងនៅផ្លូវត្រង់ភ្លឹងមានចំណេញនាំជាតិមាតុភូមិបានពោពេញសុខសាន្តពេញលេញខ្មែរឧត្តមអើយ